លក្ខណៈពិសេសមួយចំនួនរបស់ Microsoft Excel និងការដាក់លេខរៀងឬក៏ហៅថា number serial 1 2 3បែបនេះអូខេអញ្ចឹងណានេះចាំកត់ទុកអ្នកនរគ្នាព្រោះវិធីសាស្ត្ររបស់វាមានច្រើនដែរអញ្ចឹងណាអូខេឥឡូវវិធីទី1អ្នកនរគ្នាគ្រាន់តែវាយលេខ1អូខេតោះមកអ្នកនេះចុចលើវាទៅហើយអ្នកនេះចុច key control ចុច key control លើ keyboard យើងណាចុចឲ្យចប់ហើយគ្នាយើងដាក់ cursor យើងឲ្យចំកន្លែងនេះឲ្យចេញសញ្ញាបូកចេះអូខេចេញសញ្ញាបូកចឹងមកអូខេតមកគ្នាយើងចុច control ជាប់ឲ្យចេញសញ្ញាបូកបែបហ្នឹងអូខេហើយយើងចាប់អូខេតមកគ្នាយើងចាប់ទាញវាណាចាប់ទាញវាមកអូខេចឹងវានឹងចេញលេខរៀងហើយនេះគឺយើងប្រើ shortcut control មួយទៀតអ្នកគ្នាអាចគ្រាន់តែចុចលេខ1ហើយយើងចុចលេខ2បែបនេះដូចមុនហើយយើង select លើវាទាំងពីរមកហើយអ្នកគ្នាចុចចាប់ទាញឲ្យចេញ cursor ខ្មៅចឹងដែរមកឲ្យចាប់ទាញមកហើយវិធីសាស្ត្រទី2វិធីសាស្ត្រទី3គ្នាយើងគ្រាន់តែវិធីសាស្ត្រទី3អ្នកគ្នាអាចដាក់លេខ1ធម្មតាអូខេហើយយើងចាប់ទាញធម្មតាទៅអូខេចឹងពេលយើងចាប់ទាញមកវាលេខ1ទាំងអស់តែពេលយើងចុចអាកន្លែងនេះ auto fill option នេះហើយយើងយកពាក្យថា fill serial ទៅអូខេអញ្ចឹងវាក៏ load លេខរៀងឲ្យយើងដែរណាមួយទៀតលក្ខណៈ advantage គឺអ្នកគ្នាគ្រាន់តែចុចលេខ1ពេលចឹងចន្លោះទៅណាអូខេចាំតិចតោះគ្នាយើងក៏ចុចលេខ1ចឹងមកតមកគ្នាយើងរកពាក្យថា fill នេះ fill ហើយយើងយកពាក្យថា serial ណាចុចលើវាមកតមកគ្នាយើងយក column ព្រោះយើងចង់ឲ្យវាជួឈរមែនទេព្រោះយើងរកចេះវាទៅជួដេកអញ្ចឹងយើងយក column ណាព្រោះចង់ឲ្យវាជួឈរចំក្រមហើយយើងដាក់លេខមកចង់បានប្រហែល100 200 300លេខយើងដាក់មកតែនេះយើងមានតែ10ទេអញ្ចឹងយើងដាក់លេខ10អូខេហើយយើងអូខេមកអញ្ចឹងក៏វាបង្កើតលេខឲ្យយើងដែរអូខេលឿនទេអញ្ចឹងលក្ខណៈរបស់លេខដាក់លេខនេះគឺបែបហ្នឹងឯងមួយទៀតបើសិនជាអ្នកនរនេះចង់បានលេខរៀងឧទាហរណ៍លេខ1បន្តមកកន្លែងនេះយើងដាក់លេខ3ចេះ1 3ចឹងណាអញ្ចឹងពេលយើងចុចមកចាប់ទីមកវាចេញជាលេខសេសឲ្យយើងអូខេមួយទៀតបើយើងចង់ឲ្យវាចេញលេខគូយើងដាក់លេខ2មកហើយនេះយើងដាក់លេខ4មកយើង select លើវាទាំងពីរហើយយើងចាប់ទីមកអញ្ចឹងវាចេញជាលេខរៀងជាគូចេះតោះអញ្ចឹងខ្ញុំដាក់លេខរៀងនេះខ្ញុំចុច control បាទខ្ញុំចាប់ទាញតមកទៀតតទៅមួយនឹងការសរសេរថ្ងៃហើយនឹងខែនៅលើ Excel គឺអ្នកទាំងអស់គ្នាមិនចាំបាច់ទៅសេ Monday Monday Tuesday អីទេគឺអ្នកទាំងអស់គ្នាគ្រាន់តែបាទវាយ Monday មកបន្ទាប់មកគ្នាយើងគ្រាន់តែចុចលើវាហើយដាក់ចំកន្លែងសញ្ញាចាប់ទីខាងក្រោមជ្រុងទូចមួយណាវាគ្រាន់តែនេះដាក់ចំទូចមួយនៅកន្លែងនេះអូខេចាទាញមកក្រោមក៏បានទៅជួដីក៏បានជួឈរក៏បានដែរអូខេចាប់ទីមកអូខេអញ្ចឹងវាលោតឲ្យយើងហើយអូខេមកក្រោមក៏ដូចគ្នាដែរនេះយើងក៏ដាក់មកឲ្យចាប់ទីមកឃើញអត់ឃើញលុយទេបាទឯក៏ដូចគ្នាដែរអូខេJanuary ខែមករាអញ្ចឹងយើងចាប់ទីមកអញ្ចឹងវាលោតខែឲ្យយើងតែម្ដងហើយកាន់តែពិសេសនោះ3ពាក្យក៏វាស្គាល់ដែរឥឡូវវាយមិនអញ្ចឹងហើយយើងចាប់ទីមកអញ្ចឹងវាអូតូ3ពាក្យឲ្យយើងឃើញអត់បាទតែបានតែ2ហ្នឹងឯងបានតែពាក្យពេញហើយនឹង3អក្សរបើក្រៅពីហ្នឹងឧទាហរណ៍ខែមកពាក្យអីទៀតគឺវាអត់ចេញទេ